តមកមើលបានអីឆ្ងាញ់ទៀតហើយបានអីប្លែកទៀតហើយស្រយ៉បំពងស្រយ៉បែបខ្មែរស្រយ៉បែបសុកស្រែជនបទស្រយ៉ដែល viral ផ្ទុះខ្លាំងមែនតើនៅតំបន់សុកស្រែជនបទសុកស្រែចំការគឺនិយមពេញទីតែម្ដងខាងស្រយ៉ធ្វើជាមួយស្រយ៉មូស្រយ៉ជាមួយនឹងជ្រលក់ជាមួយនឹងជ្រក់ហូបជាមួយនឹងជ្រក់តែឥឡូវវិលមកមើលស្រយ៉បែបក្នុងក្រុងវិញម្ដងបែបក្នុងហាងអីវិញម្ដងប្រហែលបងស្រយ៉មូបែបមានត្រាវមានជ្រូកច្រាំលាយគ្នាមានបន្លែលាយគ្នាក្នុងនេះឆប់មានឆាមកថាឆ្ងាញ់មែនតើជាមួយនឹងស្នូលដល់ស្រួយហើយនឹងសបកដល់ទុនល្មមស្រួយខំឬគ្រួបពុកម៉ែបងប្អូនស្រយ៉បំពងបែបខ្មែរតែមកស្រយ៉ខ្មែរចំតួតែមកសបកស្រយ៉ខ្មែរជាមួយនឹងសាច់ច្រាំគោលាយគ្នាមានបន្លែមានខ្ទឹមប្រាំងមានជ្រូកច្រាំមានត្រាវដាក់ចូលគ្នារួចរាល់មូរបៀបមូរបស់នារីជនបទគឺមូស្រយ៉មកសឡូនមើលថាស្រស់ស្អាតមែនតើពុកម៉ែបងប្អូនស្រយ៉បែបខ្មែរតែមកសម្រាប់ស្រយ៉បែបខ្មែរគេអាចចោលទៅការលាបពងមាន់ដើម្បីឲ្យវាស្អិតលាបពងមាន់នៅចុងបន្តិចមកដើម្បីឲ្យស្រយ៉ស្អិតល្អហើយសម្រាប់ស្រយ៉នៅក្នុងក្រុងវិញក៏ហូបជាមួយនឹងកោះកុងខាប់តិចមកមានរសជាតិរៀងផ្អែមអត់មានជាតិជូរទេកោះកុងនឹងថាឆ្ងាញ់មែនតើពុកម៉ែបងប្អូនហូបមកវាថាប្លែកមាត់ខ្លាំងមែនតើព្រោះធ្លាប់នៅសុកសាយជនបក viral មែនតើខាងស្រយ៉បំពងជាមួយនឹងជ្រក់លហុងជាមួយនឹងជ្រក់សក់ជ្រក់សាមគ្គីអញ្ចឹងទៅប៉ុន្តែនេះវិញគឺស្រយ៉បំពងបែបជ្រលក់ជាមួយនឹងទឹកត្រីផ្អែមក៏ត្រូវទឹកត្រីកោះកុងបែបខាប់នោះពុកម៉ែបងប្អូនក៏ឆ្ងាញ់ខ្លាំងប៉ុន្តែពុកម៉ែដូចនៅដើមវីដេអូដូចនៅក្បាលវីដេអូអញ្ចឹងរីយុទ្ធបទគាត់ចលក់មួយម៉ាត់មកខាំមកលងស្រួយចុះឲ្យរំផងក៏ញញខ្លួនផងព្រោះថាស្រយ៉ហ្នឹងគឺមានជាតិឆ្ងាញ់មែនតែព្រោះធ្វើខ្លួនឯងព្រោះការធ្វើខ្លួនឯងរបស់គាត់គឺក្តីសុខហើយគឺអត់មានណាគេហៅមកលេងខឹងហើយអញ្ចឹងហៅមកលេងជួយមូជួយលេងអញ្ចឹងទៅអត់ខឹងទេហើយបានហូបខ្លួនឯងទៅអត់ខឹងទេហើយសម្រាប់ការមូស្រយ៉ហ្នឹងបើថាស្រស់ស្អាតជួយ comment ខាងក្រោមវីដេអូម្នាក់វិញផងប្រហែលបងស្រយ៉សឡូនល្មមបងមូលមកថាមានក្បួនមានខ្នាតក្នុងការធ្វើមកអត់មែនចេះតែតាប៉េតាប៉ាទេពុកម៉ែបងប្អូនស្រយ៉ខ្មែរម្ហូបខ្មែរមួយគឺត្រូវតែផ្ចិតផ្ចង់ត្រូវតែប្រឹតព្រៀងមែនតើបានចេញជាម្ហូបបែបអូហ្គានិកបែបសុខភាពសម្រាប់ពុកម៉ែបងប្អូនសម្រាប់ធ្វើនៅផ្ទះក៏បានសម្រាប់ចម្អិននៅក្នុងហាងកន្លែងធ្វើការអីក៏បានសម្រាប់ធ្វើហូបជួបជុំគ្រួសារកម្មវិធីតូចធំអីក៏បានដែរស្រយ៉ពូអត់ពិបាកទៅធ្វើទេស្រយ៉ហើយស្រយ៉លើគឺមានសបកស្រយ៉នៅផ្សារលក់ស្រាប់ស្រយ៉សបកស្រយ៉របស់កូនខ្មែរគាត់ធ្វើមកសម្រាប់លក់នៅផ្សារក៏មានលោកពុកអ្នកម្ដាយចាស់ទុំគាត់ចេះធ្វើខ្លួនឯងទៀតពេលខ្លះនៅតាមតំបន់ខ្លះហើយដោយសបកស្រយ៉នេះខ្ញុំអត់បានធ្វើខ្លួនឯងទេខ្ញុំទិញពីផ្សារមកទេប៉ុន្តែខ្ញុំរករបស់ខ្មែរចំសបកស្រយ៉របស់ខ្មែរគឺមកដុំច្រកថងធម្មតាហុំទឹកចេកអីធម្មតាហ្នឹងឯងអត់មានបានដាក់ឃ្លុំបេអីស្អាតប៉ុណ្ណាទេហើយក៏មាន delay កំណត់នៅនឹងពួកអ្នកលក់គាត់ប្រាប់ហើយសម្រាប់ការពងស្រយ៉វិញក៏ត្រូវប្រើភ្លើងល្មមកុំឲ្យភ្លើងខ្លាំងពេកកុំឲ្យភ្លើងក៏ជ្រោពេកខ្លាញ់ក៏ជ្រោពេកមកល្មមឲ្យស្រយ៉នោះសបកស្រួយល្មមពណ៌សបល់កឡាតខាំនឹងស្រួយខាងក្រៅខាងក្នុងរៀងកមួតដែលមានលាយជាមួយត្រាវជាមួយជ្រូកច្រាំវិចស្រយ៉ផងគៀវផងតែសបកគៀវខ្ញុំអត់ទាន់បានចេញវីដេអូសម្រាប់ការធ្វើគៀវបំពងទេប្រហែលបងអធិស្ឋានមិនសបកគៀវទេការធ្វើគៀវបំពងហ្នឹងមានរូបមន្តខុសពីស្រយ៉ខុសគ្នាបន្តិចបន្តួចទេសម្រាប់ការធ្វើស្នូលគៀវនិងបត់គៀវអីចឹងទៅថ្ងៃនេះខ្ញុំគ្រាន់តែធ្វើស្រយ៉ហើយនឹងបត់គៀវ2 3លេងព្រោះសរសាច់ពីស្រយ៉មកបត់គៀវមិនតែគ្រឿងសាច់របស់គៀវខុសពីស្រយ៉បន្តិចបន្តួចទេតែនឹងគាត់ថាធ្វើហូបលេងទេពុកម៉ែបងគាត់ទៅធ្វើរីជនបទគាត់ចង់ហូបផងហើយគាត់រៀងអបសុកមាត់គាត់ឃ្លានចេះតែឃ្លានទេព្រោះគាត់ទង្ងន់ចិត្តគ្រប់ខែផងទៅគាត់ចូលទៅហូបច្រើនគាត់ហូបនេះហូបនោះមិនចេះស្អែកទេថ្ងៃហូបច្រើនណាស់តែថ្ងៃនេះវិចស្រយ៉មូស្រយ៉មកខាំឡងគ្រួបពុកម៉ែបងដូចឃើញក្តីសុខគ្រាន់តែពេលហូបនឹងបាញ់ណាគេហាមបាញ់ណាគេហៅទេរឿងហូបមួយគ្រាន់តែដើរកាត់ក៏គេចាប់ទុកឲ្យដែរព្រោះភ្នែក4អធិស្ឋានពុកម៉ែបងព្រោះគាត់ទង្ងន់ចិត្តគ្រប់ខែចឹងគាត់បានហូបហ្នឹងគាត់ក្តីសុខគាត់ហើយនេះជាមួយនឹងទឹកជ្រលក់រៀងខាប់តិចមកអត់ជួតអីទេល្មមទៅពៀមកស្រួយស្រាប់ឆ្ងាញ់មែនតើពុកម៉ែបងបែបទឹកជ្រលក់យើងធ្លាប់ហូបតែជាមួយនឹងជ្រក់ជាមួយនឹងទឹក
thầy bài mới chẳng tới ngày nay dừng lại món bàiក្នុង restaurant KTV អីវាហូបបែបមានទឹកជ្រលក់ខាប់ហ្នឹងហូបមកគឺឆ្ងាញ់មែនតើបងប្អូនទន់ល្មមហើយនឹងទឹកជ្រលក់មានរសជាតិរៀងផ្អែមតិចមកថាឆ្ងាញ់ជាប់មាត់តែម្ដងជាប់មាត់ជីបតែម្ដងបងប្អូនស្រយ៉បំពងបែបខ្មែរស្រយ៉ខ្មែរចំមិនមែនស្រយ៉មកពីណាទេស្រយ៉ខ្មែរត្រាវខ្មែរគ្រឿងផ្សំធ្វើខ្លួនឯងអីទាំងអស់ចឹងអត់មានប្របាក់ធ្វើទេងាយស្រួលមែនតើក្នុងការចម្អិនហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនជួយលើកស្ទួយវិស័យវប្បធម៌ខ្មែរនិងមុខម្ហូបខ្មែរបានច្រើនគាំទ្រផលិតផលក្នុងស្រុកជៀសវាងនាំចូលផលិតផលពីខាងក្រៅគាំទ្រផលិតផលខ្មែរផលិតផលក្នុងស្រុកឲ្យបានច្រើនទាំងអស់គ្នាក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានគាំទ្រនិងស្រឡាញ់អាណត្តិចុចចិត្តនិងជួយទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ខ្ញុំមានតែម្រាមដៃ10និងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នានិងសូមជូនពរឲ្យពុកម៉ែបងប្អូននៅរកទទួលទីមានបានរកការធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយសូមឲ្យបានតែសេចក្តីសុខទាំងផ្លូវទៅនិងផ្លូវមកបូករួមជាមួយនឹង decoration ដែលខ្ញុំបាន decoration ដែលកចានមានផ្កាមាន decoration មកយ៉ាងស្រស់ស្អាតសម្រាប់មុខម្ហូបខ្មែរមួយចាននេះមុខម្ហូបជនបទមុខម្ហូបបែបស្រុកស្រែខ្ញុំលើកយកមកចម្អិនសាយថ្មីនៅក្នុង restaurant របស់ខ្ញុំធ្វើការធ្វើឲ្យមានផាសុកភាពនិង organic មែនតើសម្រាប់ការបរិភោគទាំងរសជាតិទាំងស្តង់ដារទាំង decoration ទាំងសម្រស់អរគុណជួបគ្នានៅវីដេអូ